ទោះបីជាយើងទាំងអស់គ្នាទទួលឬមិនទទួលស្គាល់ការពិតក៏ការពិតអត់បានបញ្ចុះតម្លៃថ្លៃប្រេងសាំងឲ្យយើងដែរឧទាហរណ៍ថាបើយើងអត់ទទួលស្គាល់ការពិតទេយើងអត់សប្បាយចិត្តយើងឆ្លោះគ្នាយើងមិនពេញចិត្តដាក់គ្នាក៏ប្រេងសាំងអត់មានចុះថ្លៃបានហើយបើទោះបីជាយើងខ្ញុំទទួលស្គាល់ហើយខ្ញុំទទួលយកខ្ញុំនឹងខំប្រឹងប្រែងនៅក្នុងការកាត់បន្ថយការធ្វើដំណើរដោយការប្រើប្រាស់រថយន្តដូរមកជិះម៉ូតូឬក៏ជិះកង់អាគុយឬមួយក៏កាត់បន្ថយព្យាយាមកាត់បន្ថយធ្វើម៉េចឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចណាខ្ញុំទទួលស្គាល់ហើយយើងទទួលស្គាល់បែបហ្នឹងក៏ប្រេងសាំងឬក្រុមហ៊ុនលក់សាំងមាន discount ឲ្យយើងដែរសរុបមកគឺការប៉ັດទោះទទួលស្គាល់ឬមិនទទួលស្គាល់ក៏អត់មាន discount ឲ្យយើងដែរតែយើងចំណេញអីពីការទទួលស្គាល់ការប៉ັດរឿងប្រេងសាំងឡើងថ្លៃនេះទី1យើងទទួលស្គាល់សិនទទួលស្គាល់តែវាអត់ឆេះកោសិកាខួរក្បាលវាអត់មានអារម្មណ៍មួយថាឈឺចាប់ខឹងឆ្លោះអ្នកណាគេដែលមកលក់ប្រេងឲ្យឡើងថ្លៃហាអ្នកលក់ហ្នឹងមិនអីមិនពីព្រោះថ្ងៃហ្នឹងការឆ្លោះគ្នារឿងប្រេងឡើងថ្លៃរឿងសាំងឡើងថ្លៃហ្នឹងគឺប្រជាពលរដ្ឋយើងដែលមិនមែនជាអ្នកលក់សាំងនេះខ្ញុំក៏មិនមែនអ្នកលក់សាំងខ្ញុំមានបងប្អូនមិត្តភ័ក្តិសាច់ញាតិណាសូម្បីតែម្នាក់ទៅបើកក្រាសាំងអញ្ចឹងដោយការបញ្ជាក់ថាខ្ញុំមិនពាក់ព័ន្ធជាមួយអ្នកបើកក្រាសាំងខ្ញុំអាចនិយាយបានណានិយាយចេញពីក្នុងចិត្តបានហើយក្នុងនាមខ្ញុំជាអ្នកតែងដូចគ្នារាល់ថ្ងៃហ្នឹងបញ្ហាគឺស្ថិតនៅលើថាអ្នកតែងកំពុងតែខឹងជាមួយនឹងអ្នកលក់ជាពិសេសគឺឈ្មួញកណ្ដាលនៅពេលដែលសាំងឬមិនមែនសាំងទេប្រេងឆៅនៅពេលដែលប្រេងឆៅតម្លៃអន្តរជាតិនិយាយពីថាឲ្យតែឡើងវឹបសឹងថាមិនដល់មួយថ្ងៃផងឡើងថ្លៃដែរប្រេងឡើងថ្លៃដែរហ្មងស្រុកខ្មែរតែបើថាប្រេងធ្លាក់ថ្លៃវិញណាចាថាធ្លាក់ឲ្យ2ថ្ងៃក៏មិនទាន់ឃើញប្រេងនៅស្រុកខ្មែរធ្លាក់ថ្លៃដែរហ្នឹងហើយជាបញ្ហាដែលប្រជាជនរបស់យើងជាអ្នកតែងគាត់ចាប់ផ្ដើមខឹងប៉ុន្តែបើសិនជាយើងព្រមទទួលយកថាពីដើមមកវាអញ្ចឹងមកមួយជីវិតទៅហើយវាអាចជាបែបបត់នៃការជួញដូរឬបែបបត់នៃពាណិជ្ជកម្មប្រេងសាំងពាណិជ្ជកម្មប្រេងគឺបែបហ្នឹងពីព្រោះហេតុអីក៏យើងយកខ្លួនយើងទៅធ្វើជាទេវតាប្រអិនប្រព្រំអញ្ចឹងមិនបើយើងចាត់ទុកខ្លួនឯងជាទេវតារហូតអញ្ចឹងយើងត្រូវដឹងគ្រប់រឿងទាំងអស់ហ្មងអ្វីទាំងអស់វាត្រូវស្របតាមចិត្តតាមបេះដូងរបស់យើងតែម្ដងប្រេងធ្លាក់ខ្ញុំដាច់ខាតក្នុងចិត្តខ្ញុំត្រូវតែឲ្យធ្លាក់បើមិនអញ្ចឹងខ្ញុំមិនសុខចិត្តហើយđâyគឺយើងមិនព្រមទទួលស្គាល់ថាមួយជីវិតដែលយើងរស់នៅមកដល់អាយុ30 40 50ឆ្នាំទៅហើយឥឡូវហ្នឹងក៏នៅតែអញ្ចឹងហើយយើងអាចនឹងមើលថាឥឡូវនេះមានពូមីងយើងចាស់ណាស់ទៅហើយគាត់ថាការគាត់នៅក្មេងក៏អញ្ចឹងដែរម៉ែអូនណាមួយជីវិតតែអញគ្មានឃើញដូរអីទេគិតមិនទេសេដ្ឋកិច្ចស្រុកខ្មែរចុះបើដូរមិនបានតើដែរមិនគឺយើងមិនសាកទទួលយកទៅវាអាចជាពាណិជ្ជកម្មប្រេងដែលពីយូរកន្លងមកហើយគឺវាអញ្ចឹងហើយវាអញ្ចឹងតទៅទៀតហើយមួយជីវិតនេះទោះយើងចង់កែប្រែអ្វីក៏វាមិនបានពីព្រោះប្រេងឆៅនៅអន្តរជាតិឡើងថ្លៃគឺតម្រូវឲ្យប្រេងផ្សេងទៀតឡើងតែនៅពេលដែលវាឡើងហើយសួរតាប្រេងសាំងឡើងធម្មតាយើងនឹកឃើញប្រេងឡើងថ្លៃហើយជិះដើរលេងសិនណាតែចាក់ឲ្យពេញជិះដើរលេងសិនអត់យើងច្បាស់ជាមិនសមដល់ពេលយើងមិនសមឧទាហរណ៍ប្រេងត្រូវលក់3ថ្ងៃអស់ស្រាប់ដល់ពេលយើងនាំគ្នាសន្សំប្រេងវាត្រូវលក់5ថ្ងៃអស់អញ្ចឹងដល់ពេលដែលប្រេងធ្លាក់ថ្លៃមកវិញនៅអាថ្ងៃទី3ដែលគេត្រូវទិញចូលរដងតែគេទិញអត់បានគេត្រូវចាំ2ថ្ងៃទៀតទៅប្រេងគេអស់អញ្ចឹងប្រេងគេអស់2ថ្ងៃទៀតទៅទិញអាប្រេងតម្លៃថោកដែលវាធ្លាក់នឹងបានគេយកមកលក់វាជារឿងការប៉ັດវាជារឿងធម្មតានេះគឺជាការវិភាគដែលគ្រាន់តែប្រើខួរក្បាលធម្មតាទូចៗមួយហ្នឹងក៏យើងអាចវិភាគដឹងណាឲ្យតែយើងព្រមទទួលការវិភាគបែបនេះមិនប្រកាសថាប៉ັດ100%តែបើយើងព្រមទទួលមកជីវិតទៅហើយវាបែបហ្នឹងបើវងកញ្ចក់បញ្ជាក់ដដែលដែលនាងខ្ញុំមកនិយាយនេះគឺនាងខ្ញុំជាអ្នករកស៊ីធ្វើការផ្នែកពាក់ព័ន្ធនឹងរថយន្តហើយរាល់ថ្ងៃខ្ញុំត្រូវចាក់ហ្គាសចាក់ប្រេងចាក់សាំងរាល់ថ្ងៃមិនដែលខានទេដូច្នេះអាពេលសាំងឡើងថ្លៃឬចុះថ្លៃវាក៏ជះឥទ្ធិពលដល់ជីវភាពនិងមុខរបររបស់ខ្ញុំខ្លាំងណាស់ដែរតែហេតុអ្វីបានឆាប់ផឹងនៅតែនិយាយខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងមួយចំនួនដែលមានឥទ្ធិពលមួយចំនួនទូចទេតែទូចខ្លះឥទ្ធិពលគាត់ខ្លាំងជាងមនុស្សច្រើនទៀតរៀនទទួលយកខ្លះបានអត់បើមួយជីវិតដូចខ្ញុំនិយាយមិញហ្នឹងមួយជីវិតទៅហើយរឿងវាអញ្ចឹងមិនគេយើងមិនសាកទទួលយកថាអាកន្លែងហ្នឹងអញធ្វើអត់ដឹងមួយមើលໄວអញមិនទេវតាណាអញធ្វើអត់ដឹងហើយអញរៀនសម្របតាមគេមួយមើលໄວបើរឿងផ្សេងអញមិនសុខចិត្តទេចាដល់ពេលរឿងហ្នឹងសុខចិត្តបដ ாய் សុខចិត្តមួយសិនណាបើមួយជីវិតមកហើយតាំងនិយាយតាមមកតាំងយើងគេតកូនតចៅទៀតក៏វានៅតែអញ្ចឹងវាអាចជាការជួញដូរផ្នែកពាណិជ្ជកម្មប្រេងអីអញ្ចឹងដែរអត់បងមិនគេយើងមិនសាកទទួលយកអីមិនតិចទៅគ្រប់ពេលដែលប្រេងឡើងថ្លៃហើយមិនងាយចុះវិញយើងកាប់ចាក់គ្នាអត់ឈប់រហូតយើងឆ្លោះរហូតថៃបានចាំបាច់ឆ្លោះរហូតចឹងរៀនទទួលយកមួយដោយយើងមិនល្ងងពេកទេបើយើងព្រមទទួលយកអីមួយដែលយើងគិតថានោះវាអាចមានហេតុផលរបស់គេណាមួយតាមព្រោះតែយើងមិនព្រមទទួលយកមកជីវិតទៅធ្វើឲ្យយើងគិតតែពីឆ្លោះគ្នារឿងហ្នឹងយើងល្ងងអត់ដែលយើងអត់ព្រមយកអារម្មណ៍យកចិត្តបេះដូងរបស់យើងទៅធ្វើអីផ្សេងទៅធ្វើការងារអីផ្សេងយើងគិតតែពីមកឆ្លោះគ្នារឿងហ្នឹងចាអញ្ចឹងត្រឡប់មកជារួមគឺគ្រប់គ្នារៀនទទួលយកទៅប្រសិនបើយើងនៅតែមិនព្រមទទួលយកប្រេងសាំងក៏មិនបាន discount ឲ្យយើងដោយសារការតវ៉ាឬការមិនទទួលយកនឹងដែរ
វាបានតែម្យ៉ាងទេគឺឆេះកោសិកាខួរក្បាលមួមកដៅកាហាយអារម្មណ៍អត់ល្អ stress ក៏ទៅមួយថ្ងៃទៅអាកំពុងតែ stress រឿងសេដ្ឋកិច្ចមិនសូវល្អហ្នឹងហើយប្រេងសាំងក៏ឡើងថ្លៃឯងចង់ធ្វើអីរកស៊ីអីក៏វាពិបាកហ្គាសក៏ពិបាកសូម្បីតែមីងលក់ប្រហិតឥឡូវគាត់ល្អូទេគាត់ថាយកធុងហ្គាសទៅសុំគេបញ្ចូលហ្គាសនៅកន្លែងលក់ហ្គាសហ្នឹងគេអត់បញ្ចូលឲ្យគេថាគេទុកចាក់ឲ្យតុកឬក៏ចាក់ឲ្យអីផ្សេងហើយសួរថាគាត់ខឹងបែរចាប់តតែងគាត់និយាយគាត់ថាហើយចុះតុកចាស់រត់តុកដើម្បីប្រកបរបររកស៊ីហើយចុះខ្ញុំនេះហ្គាសមួយធុងដែលយកទៅជិនប្រហិតលក់ខ្ញុំអត់ចេះរកស៊ីទេមែនអាហ្នឹងខ្ញុំទៅធ្វើមិនបានអូគាត់ខឹងមិនពេញចិត្តគាត់ល្អូពេញនឹងចឹងទៅចាំនេះថាបើយើងនៅតែមិនព្រមទទួលយកហើយយើងនៅតែមួម៉ៅខឹងដាក់គ្នាមិនពេញចិត្តគ្នាអត់ព្រមរកដំណោះស្រាយសាំងក៏អត់ចុះថ្លៃហ្គាសក៏អត់បានចុះថ្លៃដោយសារការខឹងរបស់យើងដែរសួរថាឧទាហរណ៍បើសិនជាគាត់គិតថាចុះបើឯងនិយាយចឹងដូចមីងនឹកឃើញបាតកម្មមកចុះបាទតោះនងគ្នាបាតកម្មមិនក្រែងប្រេងចុះថ្លៃអ្នកមីងជប់គិតថាបើទោះបីបាតកម្មក៏វាមិនអាចទៅរួចពីព្រោះប្រេងនេះមិនមែនឡើងថ្លៃដោយសារតែរដ្ឋាភិបាលបង្ខំឲ្យឡើងឬក៏អ្នកលក់ប្រេងយល់ឃើញថាយេសេដ្ឋកិច្ចគេកំពុងវឹកវរឯងឡើងថ្លៃសិនវ៉ៃស្រុកគេនៅចុះថោកនៅឡើយវាមិនមែនណាអ្នកមីងវាមិនមែនអញ្ចឹងណាគឺមានន័យថាពិភពលោកទាំងមូលគឺវាឡើងថ្លៃទាំងអស់ដូច្នេះតាឲ្យធ្វើយ៉ាងម៉េចចង់បាតកម្មឬមួយក៏ប៉ាតេក៏វានៅតែមិនអាចចុះថ្លៃបានដែរចឹងទីមកវិញរៀនទទួលយកបន្តិចក៏ដូចជាវាមិនធ្ងន់ធ្ងរណាស់ណាពីព្រោះនៅកាលណាដែលយើងទទួលយកមិននិយាយរឿងអត់ទទួលយកយើងខឹងមួម៉ៅឆ្លោះគ្នាទាបាតកម្មណាចាបើនិយាយពីរឿងទទួលយកវិញទទួលយកហើយក៏ឈឺចាប់ណាស់ចាក់ប្រេងថ្លៃចាក់សាំងថ្លៃដូរហ្គាសថ្លៃឥឡូវហ្គាសផ្ទះខ្ញុំក៏វាអស់ដល់ថ្ងៃត្រូវប្រើខ្ជូងចឹងតែប្រើគិសនីជំនួសមួយរយៈសិនអីចឹងសួរខ្ញុំសប្បាយចិត្តតែមែនលោកអើយឈឺចាប់ដូចតែគ្នាណាតែបើយើងនៅតែមិនទទួលយកក៏វាមិនកើតណារៀនទទួលយករៀនធូរចិត្តតិចអូខេចឹងឥឡូវហ្គាសវាឡើងថ្លៃទៅសុំគេដូរក៏មិនកើតចឹងមានតែទៅត្រង់ជួយជាមួយនឹងពូបងតុករបស់យើងដើម្បីចាំចាក់ហ្គាសពេលដល់វេនយើងហើយក៏ចូលទៅឲ្យគេចាក់ឲ្យមួយធុង6-10លីត្រកន្លះហ្នឹងយកមកដាំបាយបាន2-3ខែអីចឹងមកអាហ្នឹងគឺយើងរៀនទទួលយកហ្នឹងហើយបើមិនយើងទៅហើយយើងឈរលូ yes យើងនឹងបានហ្គាសដូចតែគ្នាក៏ប៉ុន្តែយើងមួម៉ៅឆេះកោសិកាខួរក្បាលត្រឡប់មកវិញទទួលយកហើយក៏រៀងធូរចិត្តបន្តិចក៏អាចរកវិធីនៅក្នុងការដោះស្រាយបានក៏មានអារម្មណ៍មួយថាយ៉ាបើសិនជាអញ្ចឹងយើងទៅពិបាកបញ្ចូលពេកថ្ងៃនេះយើងអត់សូវមានពេលទៅនេយើងដាំអកិសនីមួយថ្ងៃទៅណាដាំបាយអកិសនីមួយថ្ងៃទៅដាំបាយឲ្យដួសចេញទៅហើយយកឆ្នាំងដាំបាយហ្នឹងវាអាចក្តៅបានតាស្ងោរសម្លអីចឹងទៅធ្វើម៉េចបើយើងឆាយើងអីមិនកើតស្លតាមហ្នឹងទៅចំហុយផុកឆក់អីចំហុយអីមួយពេលសិនទៅតម្រាំមានពេលយកហ្គាសទៅដាក់ធូរចិត្តបន្តិចទេតាបងមែនណាបងឲ្យសាកមើលបើមិនជឿគ្មានអ្វីលើសពីការទទួលយកទេទទួលយកក៏សាំងមិនចុះថ្លៃមិនទទួលយកក៏សាំងគេមិនបាន discount ឲ្យយើងមិនទទួលយកទៅវាឈូសចាប់ការឆេះកោសិកាខួរក្បាលតើឆេះកោសិកាខួរក្បាលនឹងជាស្អីគេហាច្រាប់មិននឹកឃើញចិត្តតែនិយាយពាក្យហ្នឹងមានន័យថាកោសិកាខួរក្បាលរបស់យើងមានរាប់ពាន់លានគ្រាប់អីអញ្ចឹងណាចឹងខឹងម្ដងវាងាប់ប្រហែល100គ្រាប់ខឹងម្ដងវាងាប់ប្រហែល100គ្រាប់ចឹងទៅអញ្ចឹងអាកោសិកាដែលរាងកាយរបស់យើងទាំងអស់វាដុសមកវិញតែកោសិកាដែលមិនដុសមកវិញដូចជាថ្មិញខួរក្បាលឆ្អឹងលូតកម្ពស់អីហ្នឹងអាហ្នឹងគឺវាអាចដុសឡើងមកវិញទេអញ្ចឹងក្នុងហ្នឹងក៏មានមួយក្នុងចំណោមកោសិកាជាច្រើនដែលវាបាត់ទៅហើយវាអត់ដុសមកវិញដូចកញ្ចក់វាដុសមកវិញសក់វាដុសមកវិញតែកោសិកាខួរក្បាលដូចថ្មិញដូចឆ្អឹងយើងអញ្ចឹងលែងលូតកម្ពស់គឺលែងហើយចាកោសិកាខួរក្បាលតែបាត់ទៅហើយតែយើងអាយុច្រើនបន្តិចទៅយើងខុសពីអ្នកដទៃគេអាយុ80ឆ្នាំហើយគេនៅចាំកូនចាំចៅអាយុ90ឆ្នាំហើយគេនៅរកកូនរកចៅបានតែយើងអត់ទេតែ60 50អីហ្នឹងបាត់លែងឃើញកូនខ្ញុំទៅណាទាំងកូននៅមុខនឹងសោះក៏មានចាំមានន័យថាហ្នឹងហើយគឺជាការឆេះកោសិកាខួរក្បាលកាន់តែខឹងកាន់តែមួម៉ៅកាន់តែ stress ច្រើនពេលណាមិនព្រមទទួលយកពិភពលោកនេះកាន់តែច្រើនយើងកាន់តែមានការរិះគន់ច្រើនអត់ទទួលយកពេកទៅអានេះក៏ខុសអានោះក៏ខុសអានេះក៏មិនពេញចិត្តយើងអានោះក៏មិនពេញចិត្តយើងអញ្ចឹងវាធ្វើឲ្យអាកោសិការបស់យើងនោះវាប្រើខ្លាំងពេកអញ្ចឹងយូរទៅគឺវាមានបញ្ហានៃការបាត់កោសិកាខួរក្បាលធ្វើឲ្យយើងឆាប់ភ្លេចភ្លាំងឆាប់ចាស់អារម្មណ៍មិនសូវល្អសម្រាប់មិនសូវស្អាតអីអញ្ចឹងទៅអញ្ចឹងអានឹងវាជាចំណែកមកពីក្រោយទេតែអ្វីដែលសំខាន់មួយទៀតនៅក្នុងជ្រុងដែលយើងកំពុងជួបគឺជាវិបត្តិសេដ្ឋកិច្ចនិងការឆ្លោះគ្នានៅក្នុងប្រទេសរបស់យើងវាបាត់រូបភាពសង្គមនៃការចេះអត់ឱនចេះលើកទោសចេះជួយនឹករកវិធីដោះស្រាយបញ្ហាគ្នាតែវាខ្លាចទៅជាមានរឿងអីទីខឹងឆ្លោះគ្នាស្អប់គ្នាពេញផ្ទៃប្រទេសហ្នឹងទៅវាបង្កើតជាការហិង្សាដាក់ក្នុងចិត្តរបស់ខ្លួនឯងហិង្សានៅក្នុងសង្គមរបស់យើងហិង្សាតាមរយៈពាក្យសម្ដីអីផ្សេងចឹងមែនតែនច្រើនដែរហើយអ្វីដែលខ្ញុំនិយាយក៏សង្ឃឹមថាទាំងអស់នេះអាចជួយសម្រួលដល់អារម្មណ៍របស់បងប្អូនបាន
នឹងដើម្បីកុំឲ្យបងប្អូនមានអារម្មណ៍ថាដាច់ខាតត្រូវតែខឹងត្រូវឆ្លោះគ្នារឿងប្រេងសាំងនឹងតែម្ដងខ្ញុំក៏ចាក់សាំងថ្លៃដល់បងប្អូនដែរគ្មានអាដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាណាទៅចាក់សាំងគេ discount ឲ្យ100រៀលទេជឿខ្ញុំទៅដូចតែគ្នាទេចឹង discount ឲ្យខ្លួនឯងទៅមិនបាច់អ្នកផ្សេង discount ឲ្យយើងទេយើង discount ឲ្យខ្លួនឯងទៅបញ្ចុះតម្លៃឲ្យខ្លួនឯងទៅមិនបញ្ចុះតម្លៃខ្លួនយើងទេណាគឺបញ្ចុះកំហឹងរបស់ខ្លួនឯងហើយតម្លៃខ្លួនយើងនឹងកើនឡើងមួយកម្រិតទៀតនៅពេលដែលយើងចេះគិតចេះពិចារណាបានល្អហើយនឹងព្រមទទួលយកអ្វីដែលជាបរិបត្តិរបស់សង្គមយើងដើម្បីឲ្យដំណើរការនៃជីវិតរបស់យើងទៅវាបានរលូនជាងកាលពីម្សិលមិញគ្មានអ្វីដែលយើងអាចធ្វើបាននៅពេលនេះក្រៅពីការរស់នៅថ្ងៃស្អែកឲ្យល្អជាងថ្ងៃនេះឲ្យល្អជាងម្សិលមិញទេហើយអ្វីជាភាសាអង់គ្លេសគេហៅថ្ងៃម្សិលមិញថា yesterday ហើយថ្ងៃស្អែកថា tomorrow ហើយថ្ងៃនេះគេឲ្យកាដូគេឲ្យពាក្យមួយថា present គឺមានន័យថាជាកាដូគឺជាពេលវេលានេះគឺជាថ្ងៃនេះ today គឺថ្ងៃនេះក៏ប៉ុន្តែ present ហ្នឹងគឺជាពេលវេលាឥឡូវលើសពីថ្ងៃនេះគឺជាពេលឥឡូវដែលយើងកំពុងស្ថិតនៅនេះ present ហ្នឹងគឺតែសេដូចគ្នាជាមួយនឹងពាក្យថាបកប្រែមកវិញថាជាកាដូជាអំណោយចឹងគឺគ្មានអ្វីដែលល្អជាងរស់នៅឥឡូវឲ្យល្អបំផុតកុំខឹងឆ្លោះគ្នាច្រើនពេកប្រយ័ត្នឆាប់ចាស់ប្រយ័ត្នឆាប់ឆេះក៏សកាខួរក្បាលសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅក្នុងវីដេអូរបស់ឆាប់ពាក់ព័ន្ធទៅនឹងរឿងសាំងមិនអាច discount ឲ្យយើងទោះយើងខឹងឬមួយក៏យើងទទួលយកនោះទេអញ្ចឹងបើសិនជាបងប្អូនយកឃើញថាអ្វីដែលឆាប់និយាយនេះទៅដូចមិនសូវត្រូវឆាប់ណាបងជួយ comment ចូលមករួមជាមួយឆាប់មកណាឆាប់នឹងអាន comment របស់បងហើយមានអ្វីដែលឆាប់អាចកែប្រែបានទៅតាមការយកឃើញរបស់បងក៏ល្អហើយបើថា comment បងមករៀងឆៅឆាវដែរយើងស្ដាប់គ្នាមិនសូវយល់ខ្ញុំនឹងអាចមានជាការឆ្លោះគ្នាតជាមួយបងចាឆាប់ចាក់ឯងឆាប់សុំទោសបងហើយបើកំណត់របស់បងល្អគឺជាការផ្ដល់នៅចំណេះដឹងឲ្យឆាប់ដូចគ្នាអរគុណសម្រាប់ការតាមដានហើយកុំភ្លេចចុច like និង subscribe channel YouTube របស់ឆាប់ផងអរគុណសូមគោរពលាជួបគ្នានៅក្នុងវីដេអូក្រោយ love you